អ្នកសង្គ្រោះជាតិគួរកុំស្ដាយជីវិតក្នុងការកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជាតិជាក្អែកមានក្អែក80,000ចោមរំជាបរិវារនៅក្នុងមហាស្មសានថ្ងៃមួយមានបរិហិតរបស់ព្រះបាទពារាណសីម្នាក់ទៅមុជទឹកស្ទឹងក្រៅនគរលុងមុជហើយក៏ត្រឡប់ចូលមកនគរវិញសម័យនោះមានក្អែកពីរទុំដោយចុងកំពូលខ្លោងទ្វារនគរក្អែកមួយនិយាយថាមនាលសំឡាញ់ខ្ញុំគិតជុះដាក់ក្តារបរិហិតនេះក្អែកមួយគ្រាត់ថាអ្នកកុំធ្វើយ៉ាងនេះឡើយបរិហិតនេះជាអ្នកធំការមានពៀជាមួយនឹងអ្នកធំពិបាកណាស់ត្បិតអ្នកធំតែខឹងហើយគេធ្វើពួកក្អែកទាំងអស់ឲ្យវិនិច្ឆ័យបានក្អែកមួយមិនស្ដាប់ក៏ជុះដាក់ក្បាលបរិហិតនោះទៅបរិហិតដឹងថាក្អែកជុះដាក់ខ្លួនហើយខឹងណាស់បានចងពៀចំពោះពួកក្អែកទាំងឡាយតាំងពីពេលនោះមកគ្រានោះមានស្រីម្នាក់កំពុងហាលស្រូវស្រាប់តែមានពពែមួយទៅស៊ីស្រូវស្រីនោះក៏ចោលពពែនឹងអង្កត់អស់ឆេះរោមសន្ធោសន្ធៅពពែក្តៅខ្លាំងណាស់រត់ទៅត្រដោះខ្លួននឹងខ្ទមស្លឹកមួយក្បែររោងដំរីព្រះរាជាភ្លើងក៏ឆេះខ្ទមរាលដាលដល់រោងដំរីរលាកដំរីក្នុងរោងនោះជាច្រើនអ្នករក្សាដំរីមិនអាចមើលដំបៅដំរីនោះបានឡើយក៏ចូលទៅក្រាបទូលដល់ព្រះរាជាកាលនោះព្រះរាជាទ្រង់ត្រាស់សួរបរិហិតថាអ្នកដឹងថ្នាំលាបដំបៅដំរីឬទេបរិហិតក្រាបទូលថាបបិទ្ធមហារាជខ្លាញ់សត្វក្អែកពូកែបំផុតខាងលាបដំបៅដំរីព្រះរាជាទ្រង់ត្រាស់ថាបានដូច្នោះអ្នកនាំគ្នាសម្លាប់ក្អែកយកខ្លាញ់ទៅឲ្យមកដំរីឲ្យឆាប់តាំងពីពេលនោះមកបរិហិតក៏បង្គាប់ឲ្យមនុស្សទាំងឡាយសម្លាប់ក្អែកគ្រប់គ្នាដើម្បីយកខ្លាញ់អសន្តិសុខក៏កើតឡើងដល់ពពួកក្អែកក្នុងពេលនោះជាខ្លាំងក្អែកព្រះពោធិសត្វបានដឹងហេតុនោះហើយមានប្រាថ្នាដើម្បីសង្គ្រោះជាតិក៏នឹករលឹកដល់បារមីធម៌ញ៉ាំងមេត្តាបារមីឲ្យកើតឡើងលះបង់ជីវិតហើយសម្ដៅចូលមកតាមបង្អួចមហាប្រាសាទទៅក្រាបក្រោមអាសនៈព្រះរាជាក្នុងពេលនោះមានមនុស្សម្នាក់ប្រុងស្ទុះទៅចាប់ព្រះរាជាទ្រង់ឃាត់មិនឲ្យចាប់ព្រះពោធិសត្វសម្រាប់បន្តិចហើយដើរចេញពីក្រោមអាសនៈមកថ្លែងការណ៍ទូលព្រះរាជាដោយបណ្ឌិតវាទហើយទូលថែមទៀតថាបរិហិតជាអ្នកមានពៀក្នុងពពួកក្អែកបាននិយាយទូលព្រះអង្គថាក្អែកមានខ្លាញ់ធម្មតាសត្វក្អែកតាំងពីកាលណាមកមិនដែលមានខ្លាញ់ឡើយទើបពោលគាថានិច្ចំឧបិកហតយាសព្ពលោកវិហេសិតាតស្មានេសង្វសានថេកានស្មាកញ្ញតៃណੰបបិទ្ធមហារាជធម្មតាក្អែកជាសត្វមានចិត្តភ័យញ័របបអប់ជានិច្ចព្រោះមនុស្សលោកទាំងមូលចោមរងបៀតបៀនហើយហេតុនោះបានជាខ្លាញ់របស់ក្អែកទាំងឡាយដែលជាញាតិរបស់ទូលព្រះបង្គំនោះមិនមានព្រះរាជាទ្រង់ព្រះសម្ដាប់ហើយសោមនស្សរីករាយបានយកប្រេងក្រអូបលាបស្រឡាបហើយលើករាជសម្បត្តិបូជាដល់ក្អែកពោធិសត្វព្រះពោធិសត្វទ្រង់ថ្វាយរាជសម្បត្តិដល់ព្រះរាជាវិញបានទូមានព្រះរាជាឲ្យស្ថិតនៅក្នុងសិល5ទើបសុំអភ័យដល់សត្វក្អែកទាំងពួងព្រះរាជាក៏ទ្រង់ឲ្យអភ័យដល់សត្វក្អែកទាំងអស់ហើយទ្រង់ព្រះរាជទានចំណីដល់ពួកក្អែកទាំងឡាយក្នុងពេលនោះចំណែកខាងព្រះពោធិសត្វទ្រង់ព្រះរាជទានភោជនដែលព្រះអង្គតែងសោយឲ្យជានិច្ចរាល់ថ្ងៃរឿងខ្មោចយក្សគុណនៃការដល់នៅត្រៃសរណគមក្នុងការកន្លងទៅហើយមានបរិមម្នាក់ឈ្មោះពុទ្ធទេសៈនៅក្នុងគុណកក្រៀមក្នុងអាណាចក្ររបស់ព្រះបាទកោសលជាអ្នកដល់នៅព្រះរតនត្រ័យជាទីពឹងជាទីរលឹកស្មារតីជីវិតកាលនោះមានបរិសម្នាក់នៅក្នុងជនបទបានចូលទៅសំណាក់ក្នុងផ្ទះនៃឧបាសកឈ្មោះពុទ្ធទេសៈនោះវេលានោះមានខ្មោចយក្សមួយចូលទៅបៀតបៀនអ្នកស្រុកនៅក្នុងគុណកក្រៀមនោះដើម្បីយកចំណីអាហារបរិភោគហើយខ្មោចយក្សនោះបានឃើញបរិសម្នាក់ដែលចូលទៅសំណាក់ក្នុងផ្ទះពុទ្ធទេសៈឧបាសកនោះហើយក៏ចង់ចាប់បរិភោគជាអាហារប៉ុន្តែមិនអាចចូលទៅជិតផ្ទះនោះបានឡើយព្រោះខ្លាចដាច់ជះនៃពុទ្ធទេសៈឧបាសកដែលដល់នៅត្រៃសរណគមក៏រងចាំបរិះនោះនៅខាងក្រៅភូមិអស់6ថ្ងៃលុះដល់ថ្ងៃជាគម្រប់7បរិះដែលចូលទៅសំណាក់ក៏លាពុទ្ធទេសៈឧបាសកត្រឡប់ទៅផ្ទះរបស់ខ្លួនវិញគ្រាន់តែចេញផុតពីផ្ទះទៅដល់ក្រៅភូមិខ្មោចយក្សស្ទុះទៅចាប់បរិះនោះជាប់បរិះនោះផិតភ័យខ្លាំងណាស់ភ្លាត់មាត់សួរខ្មោចយក្សនោះថាអ្នកទៅណាមកចាប់ខ្ញុំធ្វើអ្វីខ្មោចយក្សនិយាយតបថា
អញមកចាំចាប់អ្នកឯងបរិភោគអស់6ថ្ងៃហើយព្រោះអញមិនហ៊ានចូលទៅចាប់ឯក្នុងផ្ទះពុទ្ធទេសាឧបាសកដោយខ្លាចគុណនៃព្រះរតនត្រ័យបរិះនោះឮខ្មៅយៈថាដូច្នោះហើយក៏និយាយបញ្ឆោតថាពុទ្ធទេសាឧបាសកគាត់ដល់នៅត្រៃសរណគមយ៉ាងណាខ្ញុំក៏ដល់នៅត្រៃសរណគមយ៉ាងនោះដែរនិយាយដូច្នេះហើយក៏សូត្រថាពុទ្ធាំសរណង្កិច្ឆាមិធម្មំសរណង្កិច្ឆាមិសង្ឃំសរណង្កិច្ឆាមិយៈគ្រាន់តែឮដូច្នោះក៏ផិតភ័យតក់ស្លុតរន្ធត់ញ័រសពសារពាង្គកាយស្ទុះរត់បាត់ទៅរឿងប្រែតខ្លាយជាទេវតាគុណនៃការផ្សាយកុសលដល់ប្រែតក្នុងការកន្លងទៅហើយមានប្រែតមួយរូបអត់ឃ្លានអាហារច្រើនលានឆ្នាំតែនឹករលឹករកញាតិមិត្តបងប្អូនជានិច្ចប៉ុន្តែពុំដែលបងប្អូនញាតិមិត្តណាឧទ្ទិសកុសលផ្សាយឲ្យម្ដងសោះថ្ងៃមួយមានឧបាសកម្នាក់ឈ្មោះវិទេហៈដេកនៅក្នុងខ្ទមស្រែចាំស្រូវក្នុងលង្កាទ្វីបស្រាប់តែប្រែតនោះទៅសុំអាហារបរិភោគដែលនឹករលឹកឃើញថាវិទេហៈឧបាសកនេះត្រូវជាសម្លាញ់របស់អញក្នុងជាតិមុនយូរអង្វែងណាស់ហើយវិទេហៈឧបាសកឮសំឡេងប្រែតស្រែកសុំអាហារបរិភោគដូច្នោះក៏សួរថាអ្នកជាអ្វីមកពីណាប្រែតប្រាប់ថាខ្ញុំត្រូវជាសម្លាញ់របស់អ្នកក្នុងជាតិដែលកន្លងទៅយូរអង្វែងណាស់ហើយខ្ញុំស្លាប់ពីជាតិនោះបានមកកើតជាប្រែតនៅក្នុងលង្កាទ្វីបនេះពុំដែលបានអាហារបរិភោគឡើយញាតិមិត្តបងប្អូនទាំងឡាយគេមិនដែលឧទ្ទិសផលដល់ខ្ញុំម្ដងសោះបានជាខ្ញុំមកសុំអាហាររបស់សម្លាញ់បរិភោគវិទេហៈឧបាសកឮដូច្នោះមានចិត្តអាណិតពន់ពេកទើបហៅប្រែតឲ្យឡើងទៅលើខ្ទមយកបាយឲ្យប្រែតស៊ីប្រែតឃើញឧបាសកឲ្យបាយដូច្នេះហើយក៏និយាយថាមនាលសម្លាញ់បើអាណិតខ្ញុំអ្នកចូលយកផាត់តាក់ទៅថ្វាយដល់ព្រះសង្ឃហើយឧទ្ទិសផលឲ្យដល់ខ្ញុំទើបខ្ញុំទទួលបរិភោគបានលុះព្រឹកឡើងវិទេហៈឧបាសកបានចាត់ចែងថ្វាយផាត់តាក់ដល់ព្រះសង្ឃឧទ្ទិសបញ្ជូនផលទៅប្រែតនោះកាលបើបានទទួលផលហើយក៏មានរូបកាយស្អាតបាតបរិភោគអាហារទឹកឆ្អែតស្កប់ស្កល់ប៉ុន្តែនៅខ្វះសម្ពុតស្លៀកទៀតក៏ដើរទៅឈរបង្ហាញខ្លួនដល់វិទេហៈឧបាសកនិយាយសុំសម្ពុតអាវស្លៀកពាក់វិទេហៈឧបាសកប្រាប់ថាបានអ្នកខ្វះសម្ពុតខ្ញុំមានសម្ពុតកំពុល3អ្នកមកយកទៅស្លៀកចុះប្រែតនិយាយថាឲ្យខ្ញុំយ៉ាងនឹងមិនបានទេចូលសម្លាញ់យកទៅប្រគេនព្រះសង្ឃដូចមុនទើបខ្ញុំទទួលបានវិទេហៈឧបាសកក៏ចាត់ចែងយកសម្ពុតទៅប្រគេនដល់ព្រះសង្ឃសម្ពុតនោះក៏คล้ายទៅជាសម្ពុតតបកើតដល់ប្រែតនោះក្នុងវេលានោះប្រែតក៏คล้ายខ្លួនទៅជាទេវបុត្រដោយអំណាចកុសលដែលវិទេហៈឧបាសកឧទ្ទិសផ្សាយឲ្យប្រែតកាលបើបានคล้ายខ្លួនទៅជាទេវតាហើយក៏រលឹកដល់គុណរបស់វិទេហៈឧបាសកទើបដើរទៅបង្ហាញខ្លួនហើយនិយាយថាមនាលសម្លាញ់អ្នកមានគុណលើរូបខ្ញុំច្រើនណាស់ខ្ញុំគ្មានអ្វីតបគុណសម្លាញ់ទេចូលសម្លាញ់ទៅកោះយកកំណប់ទ្រព្យ3ក្អមនៅក្រោមដើមជ្រៃក្បែរភ្លឺស្រែអ្នកចោះព្រោះកំណប់នោះខ្ញុំឃើញយូរហើយគ្មានម្ចាស់ថែរក្សាទេវិទេហៈឧបាសកយកចបទៅកាប់មើលឃើញជាកំណប់ពិតមែនក៏ទៅក្រាបទូលដល់ព្រះរាជារបស់ខ្លួនព្រះរាជាបានចាត់ចែងឲ្យយករទេះទៅដឹកមកចក្រនៅមុខព្រះបរមរាជវាំងហើយទ្រង់តាំងឧបាសកនោះឲ្យធ្វើមហាសេដ្ឋីគ្រប់គ្រងសម្បត្តិរបស់ខ្លួនទៅឯប្រែតនោះមានប្រាសាទមាសផុសនៅឋានត្រៃត្រឹងក៏ឡើងទៅនៅក្នុងឋានទេវលោកបរិបូរដោយទិព្វសេរីខ្ចាត់ផុតពីសេចក្តីតល់ក្រគ្រប់យ៉ាងរឿងកេសវច្ឆតបោះមើលងាយមនុស្សចរិតដោយមើលងាយទេវតាការកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជាតិជាកូនបរហិតរបស់ស្ដេចក្រុងពារាណសីមានព្រះនាមថាចុតិបាលក្នុងកាលជាខាងក្រោយមកកុមារនោះបានសម្ដែងសិលសាស្ត្រធ្នូថ្វាយព្រះរាជាក៏បែរជាមានព្រះនាមថាសារភាំងវិញថ្ងៃមួយសារភាំងមិនបានប្រាប់បុគ្គលណាសោះចូលទៅក្នុងព្រៃខ្វិតបួសជាឥសីតែម្នាក់ឯងអាស្រ័យនៅក្នុងអាស្រមដែលសកៈប្រទានឲ្យព្រៃនោះចម្ងាយ30យោជន៍ពីក្រុងពារាណសីក្បែរឆ្នេរស្ទឹងឈ្មោះគោធាវរីនៅក្នុងទីនោះបាន7ថ្ងៃក៏ញ៉ាំឈានឲ្យកើតឡើងថ្ងៃមួយព្រះរាជាជាច្រើនអង្គមានព្រះរាជាក្រុងពារាណសីនិងអ្នកក្រុងនោះជាដើមនាំគ្នាចូលទៅបួសក្នុងសំណាក់សារភាំងតបោះចង្អៀតពាសពេញអាស្រមឯសារភាំងតបោះនោះមានសិស្សច្បងមួយរូបឈ្មោះ
កេសវច្ឆៈជាអ្នកពេញចិត្តក្នុងទីស្ងាត់បានកិច្ចចេញអំពីអាស្រមនោះទៅនៅក្នុងឧទ្យានរបស់ព្រះរាជាទ្រង់ព្រះនាមទណ្ឌកីនានគរកុម្ភវតីដែលមានសេនាបតីម្នាក់ជាអ្នកទំនុកបម្រុងកាលនោះព្រះបាទទណ្ឌកីទ្រង់មិនសពព្រះតីនឹងស្រីផ្កាមាសម្នាក់បានបង្គាប់ឲ្យរដ្ឋមន្ត្រីដកឋានន្តរៈពីស្រីនោះវិញតាំងពីថ្ងៃនោះមកស្រីនោះចេះតែដើរសម្ភពដើម្បីឲ្យបានឋានន្តរៈវិញសម័យមួយបានចូលទៅក្នុងឧទ្យានជួបនឹងកេសវច្ឆៈតាបោះទៅគិតថាអញឃើញតាបោះនេះចង្រៃណាស់គូស្ដោះទឹកមាត់ចោលឈើស្ទន់ចាក់ទឹកលុបមុខទៅលើព្រះកេសតាបោះហើយជិះចេញទៅក្នុងថ្ងៃនោះព្រះរាជាបានប្រទានឋានន្តរៈឲ្យវិញកន្លងពី3ថ្ងៃមកព្រះរាជាទ្រង់ហៅឋានន្តរៈពីបរហិតម្នាក់ទៀតបរហិតក៏ចូលទៅសួរស្រីនោះថានាងធ្វើឧបាយដូចម្ដេចទៅបានឋានន្តរៈវិញស្រីនោះក៏ប្រាប់ហេតុសពគ្រប់បរហិតធ្វើតាមក៏បានឋានន្តរៈវិញជនទាំងពីរនាក់នឹកស្មានថាដែលព្រះរាជាប្រទានឋានន្តរៈវិញព្រោះខ្លួនបានទៅស្ដោះទឹកមាត់ដាក់ព្រះកេសអេសីមិនមែនបានដោយកុសលពីជាតិមុនកន្លងពី3ថ្ងៃមកមានការបះបោរកើតអសន្តិសុខក្នុងបច្ចឹមតក្រៀមប្រទេសព្រះរាជាបានប្រជុំពួកយោធាបំរុងនឹងចេញទៅបង្ក្រាបសត្រូវទ្រង់បានជ្រាបថាការស្ដោះទឹកមាត់ដាក់ព្រះកេសវច្ឆៈតាបោះមានជោគជ័យល្អក៏នាំទ័ពចូលទៅក្នុងឧទ្យានខាស្ដោះទឹកមាត់ដាក់ព្រះកេសតាបោះគ្រប់គ្នាគ្រាន់តែកំហាកនឹងទឹកមាត់ប្រឡាក់ជោគជាប់ក្របលើសរីរៈតាបោះចំណែកខាងសេនាបតីជាឧបថតាបោះដឹងហេតុនោះហើយក៏ម្នីទៅឧទ្យានដងទឹកទៅលុបលាងជំរះមន្ទិលកំហាក់នឹងទឹកមាត់ស្អាតបាតហើយក៏លាន់មាត់ថាមនុស្សទាំងអស់នេះមិនគួរធ្វើយ៉ាងនឹងសោះទៅសួរតាបោះថាលោកម្ចាស់ខឹងឬទេតាបោះប្រាប់ថាអាត្មាអត់អន់ចិត្តខឹងបន្តិចបន្តួចទេប៉ុន្តែទេវតាគេខឹងខ្លាំងណាស់នៅតែ7ថ្ងៃទៀតនគរកុម្ភវតីនេះនឹងវិនាសសាបសូន្យអស់ឥតសល់សេនាបតីក៏បានរៀបចំដំណើរដឹកនាំទ្រព្យសម្បត្តិចេញផុតពីនគរនោះទៅឯសារៈភាំងតាបោះបានប្រើតាបោះ2រូបឲ្យមកនិមន្តកេសវច្ឆៈតាបោះទៅអាស្រមវិញឯព្រះរាជាដែលលើកទ័ពទៅបង្ក្រាបបច្ចឹមតក្រៀមក៏មានជ័យជំនះដោយបំណងលុះត្រឡប់ចូលមកនគរវិញទេវតាក៏បង្អុរភ្លៀងផ្កាម្លិះភ្លៀងមាសប្រាក់ភ្លៀងកែវទាំង7ប្រការធ្លាក់ចុះមកក៏ពាសពេញនគរទាំងមូលព្រះរាជាព្រមទាំងជនអ្នកប្រព្រឹត្តទុច្ចរិតទាំងប៉ុន្មានមានសេចក្តីត្រេកអរណាស់បាននិយាយគ្នាថាយើងតាំងពីខកស្ដកដាក់ព្រះកេសអេសីចេះតែមានជោគជ័យជាប់ជានិច្ចក្នុងពេលនោះមានបរិសម្នាក់ឈ្មោះរៀមនៅក្នុងនគរពារាណសីជាអ្នកចិញ្ចឹមមាតាបិតាបានមកធ្វើជំនួយនៅក្នុងនគរកុម្ភវតីចំនួន9ឆ្នាំហើយទេវតាបានជ្រាបថាបរិសនោះជាអ្នកចិញ្ចឹមមាតាបិតាក៏នាំចេញពីនគរនោះទៅឯពួកមនុស្សដែលមិនប្រទូដល់តាបោះនិងសត្វដេរិឆានទាំងឡាយទេវតាក៏បណ្ដាលឲ្យចេញផុតអស់ទៅលំដាប់នោះស្រាប់តែមានភ្លៀងអាវុធភ្លៀងរងើកភ្លើងភ្លៀងដុំថ្មប៉ុនផ្ទះភ្លៀងដីខ្សាច់ធ្លាក់ចុះមកមានកម្ពស់80ហត្ថសម្រាប់មនុស្សទុច្ចរិតនិងបំបាក់បំបែកវិមានប្រាសាទផ្ទះសម្បែងធ្វើឲ្យនគរកុម្ភវតីនោះសាបសូន្យវិនាសអស់ទៅរឿងកដ្ឋហារកៈអ្នកមានលៀបមិនស្មើអ្នកមានបុណ្យក្នុងការកន្លងទៅហើយមានបរិសម្នាក់រកស៊ីលក់អស់នៅក្នុងក្រុងពារាណសីថ្ងៃមួយបរិសនោះចេញទៅនាំអស់អំពីព្រៃដើម្បីយកទៅលក់ឯក្រុងវេសាលីស្គន់ដំណើរទៅមិនដល់ទីក្រុងក៏ដាក់រទេះដេកក្បែរខ្ទមអ្នកតាមួយនៅលើដើមឈើក្បែរខ្ទមអ្នកតានោះមានមាន់ដេកជាច្រើនពួកមាន់ទាំងនោះមានមាន់មួយដេកខ្ពស់ជាងគេបានជុះដាក់មាន់ដែលដេកខាងក្រោមមាន់ដេកខាងក្រោមសួរថាអ្នកណាជុះដាក់យើងមាន់ខាងលើប្រាប់ថាខ្ញុំជុះមិនបានជាគិតហើយជុះដាក់ម្ដងទៀតមាន់ទាំងពីរក៏កើតវិវាទទាស់ទែងសួរគ្នាទៅវិញទៅមកថាកម្លាំងសាច់របស់អ្នកមានអានុភាពយ៉ាងណាពូកែដូចម្ដេចខ្លះលំដាប់នោះមាន់ដេកខាងក្រោមនិយាយឡើងថាសាច់ខ្ញុំមានអានុភាពណាស់អ្នកណាបានបរិភោគអ្នកនោះត្រូវបានប្រាក់ 1000 រៀលពីព្រលឹមចំណែកមាន់ដែលដេកខាងលើនិយាយថាសាច់អ្នកឯងមិនដល់សាច់ខ្ញុំទេបើអ្នកណាស៊ីសាច់ចម្លក់របស់ខ្ញុំអ្នកនោះនឹងបានជាស្ដេចបើអ្នកណាស៊ីសាច់ខាងក្រៅអ្នកនោះបើជាបរិសនឹងបានជាសេនាបតី
បើជាស្រីនៅបានជាអគ្គមហេសីបើអ្នកណាស៊ីសាច់បន្ទាប់ឆ្អឹងអ្នកនោះបើជាក្រហមនឹងបានជានាយឃ្លាំងបើជាបព្វជិតនឹងបានជាជីតនរបស់ព្រះរាជាកថាហាបរោះលុះឮពាក្យរបស់មន់ទាំងពីរហើយក៏ឡើងទៅចាប់យកមន់ខាងលើដោយបំណងថានឹងបានជាស្ដេចហើយយកមន់នោះទៅឲ្យភរិយាចម្អិនជាអាហារលុះភរិយាចម្អិនហើយដាក់ក្នុងភាជយកទៅជូនស្វាមីប្រាប់ថាសាច់មន់នេះមានអានុភាពធំណាស់យើងទាំងពីរនាក់បរិភោគនឹងបានជាស្ដេចជាអគ្គមហេសីចូលរៀងយកភាជទៅក្បែរស្ទឹងគង្គីយើងនាំគ្នាមួយទឹកហើយសម្បរិភោគជនទាំងពីរអ្នកស្វាមីភរិយានាំគ្នាយកភាជដែលដាក់មន់នោះទុកក្បែរមាត់ច្រាំងហើយចុះមួយទឹកទាំងពីរនាក់ទៅពេលនោះមានខ្យល់ព្យុះបាក់ទឹកឲ្យរលកឡើងលើមាត់ច្រាំងបន្សាត់យកភាជដាក់មន់នោះទៅពេលនោះមានមដំរីម្នាក់កំពុងលាងដំរីខាងក្រោមខ្សែទឹកបានឃើញភាជអណ្ដែតមកនោះចាប់បើកមើលឃើញមន់ស្ងោរនិងបាយយកទៅឲ្យភរិយាឯបរិះពីរនាក់ប្តីប្រពន្ធដែលមួយទឹកនោះជាបុគ្គលឥតបុណ្យគ្រាន់តែមានលៀបចាប់បានមន់យកមកបាចស្ងោរប៉ុណ្ណោះកាលបើភាជដាក់មន់អណ្ដែតបាត់ហើយក៏ដល់នៅសេចក្តីទុក្ខព្រួយជាខ្លាំងហើយត្រឡប់ទៅផ្ទះទៅលំដាប់នោះមានតាបះម្នាក់ភ្នែកតឹបជាជីតនរបស់មដំរីនោះបានគិតថាឧបថៈរបស់អញពេលណានឹងលះបង់ចោលឋានៈជាមដំរីបានជាអ្នកមានទ្រព្យសម្បត្តិយស័ក្តិនឹងគេលុះពិចារណាដឹងថាបានសោយរាជជាស្ដេចក៏ម្នីទៅផ្ទះមដំរីនោះឯមដំរីបានឃើញតាបះទៅដល់ផ្ទះខ្លួនហើយក៏លើកភាជមន់ស្ងោរនោះទៅប្រគេនតាបះក៏ហែកសាច់មន់នោះយកសាច់ចម្លោះឲ្យមដំរីសាច់ខាងក្រៅឲ្យដល់ភរិយារបស់មដំរីខ្លួនឯងក៏ឆាន់សាច់បន្ទាប់ឆ្អឹងលុះឆាន់ហើយប្រាប់ដល់មដំរីថាអ្នកកុំប្រមាទនៅ3ថ្ងៃទៀតអ្នកនឹងបានជាស្ដេចប្រាប់ហើយក៏ជិះចេញទៅលុះដល់ថ្ងៃទី3មានស្ដេចសមណរាជមួយរូបមកឡើងពាត់ក្រុងពារាណសីកាលនោះព្រះរាជាទ្រង់បង្គាប់ឲ្យមដំរីខ្លែងភេទជាស្ដេចហើយទ្រង់មានព្រះតម្រាស់ថាអ្នកចូលឡើងជិះដំរីទៅច្បាំងឯព្រះរាជាក៏ខ្លែងភេទត្រួតត្រាសេនាដោយព្រះអង្គឯងក្នុងពេលនោះស្រាប់តែមានសមួយដ៏ឃ្លាវខ្លាត្រូវព្រះរាជាសោយទីវង្គតទៅមកដំរីដឹងថាព្រះរាជាសោយទីវង្គតហើយក៏ចាត់ចែងទ័ពក៏ចូលទៅសម្លាប់ស្ដេចសមន្តរាជក្នុងពេលនោះពួករាជអាមាត្យទាំងឡាយបានធ្វើសរីរកិច្ចព្រះរាជារបស់ខ្លួនស្រេចហើយបានប្រឹក្សាគ្នាថាព្រះរាជាការទ្រង់ព្រះជន្មនៅបានព្រះរាជទានភេទរបស់ទ្រង់ដល់មដំរីនេះទើបនាំគ្នាអភិសេកមដំរីឲ្យសោយរាជក្នុងក្រុងពារាណសីនោះទៅឯភរិយាបានជាអគ្គមហេសីតាបះបានជាជីតនរបស់ព្រះរាជានោះឯងរឿងនាងវិសាខាស្រីល្អកម្រមានក្នុងលោកកាលព្រះសម្ពុទ្ធទ្រង់គង់នៅក្នុងវត្តបុព្វារាមនៃក្រុងសាវត្ថីទ្រង់ប្រពនៅមហាឧបាសិកាឈ្មោះវិសាខាបានសម្ដែងធម្មទេសនាមានបទថាយថាបៈពរាសិមៈដូច្នេះជាដើមសេចក្តីថានាងវិសាខាជាធីតារបស់ធនិនជ័យសេដ្ឋីមេដាឈ្មោះសុមនីទេវីជីតារបស់នាងឈ្មោះមេដកៈជីដូនឈ្មោះច័ន្ទបតុមា នាងវិសាខាជាស្រីមានឧបនិស្ស័យខ្ពស់បានសម្រេចសោតាបតិផលតាំងពីអាយុ7ឆ្នាំជាមួយនឹងនាងទារិកា500នាក់ជាបរិវាររបស់នាងជាស្រីប្រកបដោយបញ្ចបត្តកល្យាណីមានលំអ5យ៉ាងគឺ 1. កេសកល្យានលំអសក់ 2. មៀងសកល្យានលំអសាច់ 3. អដ្ឋិកល្យានលំអឆ្អឹង 4. ឆវិកល្យានលំអសម្បុរថ្ងៃ 5. វយកល្យានលំអវ័យអធិបាយ 1. កេសកល្យានលំអសក់សក់នៃស្រីមានលំអមានសរសៃល្អិតមានពណ៌ដូចស្លាបកំភេមការរំសាយចុះទៅមានចុងឡើងលើដោយសន្តានកន្ទុយកងោកពងមិនចេះស្កូវឡើយសូម្បីមានអាយុ100ឆ្នាំហើយក៏នៅតែមានពណ៌រលោងរលើបល្អដោយកាលនៅពីក្មេងយ៉ាងនេះហៅថាលំអសក់ 2. មៀងសកល្យានលំអសាច់សំដៅយកសាច់បបោមាត់ស្រីមានលំអសាច់បបោមាត់ឡើងពណ៌ក្រហមរលោងដោយផ្លែបាសទុំឬផ្លែទម្លាប់ទុំជាសាច់ស្អាតឥតមន្ទិលសៅមងទោះបីមានអាយុ100ឆ្នាំហើយក៏នៅតែក្រហមរលោងស្រស់ដូចដើមយ៉ាងនេះហៅថាលំអសាច់ 3. អដ្ឋិក
កល្យានលំអឆ្អឹងសំដៅយកឆ្អឹងធ្មេញស្រីប្រកបដោយលំអមានធ្មេញជិតស្និទ្ធរាបស្មើមិនចំពើមានពណ៌សរលោងដូចជាត្បូងពេជ្រដែលជាងច្នៃយ៉ាងស្អាតហើយដាក់តម្រៀបគ្នាឬដូចជាសាំងដែលបកគលច្នៃយ៉ាងល្អបើហានិយាយឡើងកាលណាមានពន្លឺទឹកដមព្រាតសូម្បីមានអាយុ100ឆ្នាំហើយក៏ធ្មេញនៅតែចិត្តស្និទ្ធល្អដោយកាលអាយុ16ឆ្នាំយ៉ាងនេះហៅថាលំអឆ្អឹង4ឆវិកល្យានលំអសម្បល់ថ្ងៃបានដល់លំអពណ៌ស្បែកស្រីប្រកបដោយលំអមានពណ៌ពីរយ៉ាងគឺសមួយខ្មៅមួយសមានពណ៌ដូចជាកានិការលីងរលោងស្អាតឥតមានអាចរុយឬសម្លាក់មិនទៅសៅមងឡើយសំបីតែសម្លាក់កំរមាស់មួយក៏គ្មានលំអខាងពណ៌ខ្មៅមានពណ៌ខៀវស្រស់ដូចជាផ្កាអុបតបលជាសម្បល់មានទឹកដមរលើបរលោងយ៉ាងនេះហៅថាលំអសម្បល់ថ្ងៃ5វយកល្យានលំអវ័យស្រីបរិបូរដោយលំអទោះបីប្រសូតបុត្រ100ដងក៏នៅស្អាតល្អដូចជាវ័យក្មេងកាលដែលមានអាយុ16ឆ្នាំទោះបីអាយុ100ឆ្នាំហើយក៏នៅតែល្អស្រស់គ្រប់អវយវៈដូចជាស្រីពេញក្រមុំយ៉ាងនេះហៅថាលំអវ័យក្នុងការដែលនាងវិសាខាមានអាយុ16ឆ្នាំថ្ងៃមួយជាថ្ងៃបុណ្យនខត្តរិកនាងបាននាំបរិវារទាំង500ព្រមទាំងធីតារបស់សេដ្ឋីកហបតីទៅលេងទឹកក្នុងស្ទឹងពេលនោះមហាមេឃបង្អុរភ្លៀងចុះមកពួកធីតាទាំងឡាយក៏នាំគ្នារត់ប្រងព្រាតចូលទៅក្នុងសាលាឯនាងវិសាខានាងដើរសន្សំហាក់ដូចជាមិនខ្លាចទៅទឹកគ្រានោះមានព្រាហ្មណ៍8នាក់ជាបម្រើរបស់មីគាសេដ្ឋីដែលប្រើឲ្យដារោស្រីប្រកបដោយលំអ5យ៉ាងដើម្បីផ្សំផ្គុំជាភរិយាឲ្យបណ្ណវត្តនកុមារជាកូនព្រាហ្មណ៍ទាំង8នាក់បានឃើញចរិយាសម្បត្តិរបស់នាងវិសាខាដូច្នោះហើយនាំគ្នាសង្កេតពិនិត្យមើលបានដឹងជាក់ថាជាស្រីប្រកបដោយលំអ5យ៉ាងប៉ុន្តែមិនទាន់ឃើញធ្មេញរបស់នាងលុះនាងវិសាខាឡើងដល់លើសាលាមានសរីរៈទៅទឹកជោកដោយទឹកភ្លៀងព្រាហ្មណ៍ក៏បានឱកាសនឹកឃើញធ្មេញរបស់នាងទើបនាំគ្នានិយាយថាស្រីនេះប្រហែលជាកូនអ្នកក្រីក្របានជាខ្ជិលយ៉ាងនេះស៊ូដើរឲ្យភ្លៀងទៅទឹកអស់នាងវិសាខាលើដូច្នោះហើយក៏សួរព្រាហ្មណ៍ថាអ្នកនិយាយពីអ្នកណាព្រាហ្មណ៍ថាយើងនិយាយពីនាងក្នុងពេលនោះនាងវិសាខាបាននិយាយប្រាប់ដល់ព្រាហ្មណ៍ដោយសម្លេងពីរោះហាក់ដូចជាសម្លេងនៃរគាំងសម្រាប់ថាបានជាខ្ញុំមិនរត់ស៊ូដើរឲ្យទៅទឹកគ្រឿងអលង្ការយ៉ាងនេះព្រោះពួកជនដែលគ្រប់លក្ខមាន4ពួកគឺបព្វជិតស្ដេចស្រីដំរីជនទាំង4ពួកនេះមិនគួររត់ឡើយព្រោះថា1បព្វជិតទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ឡើយត្រូវតែដើរសន្សំតាមធម្មតាទៅហៅថាបព្វជិតមានលក្ខ2ស្ដេចដែលបានអភិសេកហើយកំពុងត្រូវទ្រង់នៅគ្រឿងបញ្ចកតភ័ណ្ឌទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនគួររត់ដូចជាកហបតីឡើយត្រូវតែយាងសន្សំទៅហៅថាស្ដេចមានលក្ខ3ស្រីដែលពេញក្រមុំទោះបីមានហេតុយ៉ាងណាមានភ្លៀងនិងខ្យល់ព្យុះជាដើមមិនត្រូវរត់ដូចជាបរោះឡើយត្រូវតែដើរសន្សំទៅហៅថាស្រីមានលក្ខ4ដំរីមង្គលដែលគេប្រដាប់តាក់តែងដោយគ្រឿងអលង្ការហើយទោះបីមានហេតុយ៉ាងណាមិនត្រូវរត់ឡើយត្រូវដើរដោយដំណើរធម្មតាទៅហៅថាដំរីមានលក្ខព្រាហ្មណ៍ទាំង8នាក់បានស្ដាប់ហើយបានឲ្យបើសពសាធុការដល់នាងវិសាខាការចង់ឃើញនៅធ្មេញរបស់នាងក៏បានឃើញដោយបំណងព្រាហ្មណ៍ទាំង8នាក់និយាយប្រាប់ដល់នាងវិសាខាថាយើងទាំងអស់គ្នាមានសេចក្តីប្រាថ្នាចំពោះនាងហើយលើកភួងផ្កាមាសដែលមានតម្លៃ100,000ជូនជាគ្រឿងបញ្ចាំចិត្តដល់នាងក៏ព្រមទទួលយកមកពាក់នៅកដើម្បីបញ្ជាក់ឲ្យព្រាហ្មណ៍ដឹងថានាងព្រមទទួលទើបនាងសួរទៅព្រាហ្មណ៍ថាអ្នកមកអំពីនគរណាព្រាហ្មណ៍ថាខ្ញុំមកពីនគរសាវត្ថីត្បិតមិគិសេដ្ឋីមានកូនប្រុសមួយឈ្មោះបណ្ណវត្តនកុមារបានបញ្ជូនខ្ញុំមកដណ្ដឹងនាងវិសាខាព្រមទទួលទើបនាំព្រាហ្មណ៍ទាំង8នាក់ទៅប្រាប់ដល់ធនញ្ជ័យសេដ្ឋីជាបិតាធនញ្ជ័យសេដ្ឋីក៏ព្រមឲ្យបានសួរអំពីសម្បត្តិរបស់មិគិសេដ្ឋីព្រាហ្មណ៍ប្រាប់ថាមិគិសេដ្ឋីមានប្រាក់40កោដធនញ្ជ័យសេដ្ឋីលាន់មាត់ថាប្រាក់40កោដនោះតិចពេកណាស់មិនបានប្រហែលនឹងតម្លៃថែរក្សា
មានតម្លៃម្សៅនិងប្រេងជាដើមរបស់កូនខ្ញុំទេតមកធនញ្ញសេដ្ឋីនិងមេគសេដ្ឋីក៏ចាត់ចែងរៀបមង្គលការបុត្រធីតាបានអញ្ជើញស្ដេចពីនគរព្រមទាំងកហបតីសេដ្ឋីមន្ត្រីតូចធំប្រជារាស្ត្រទាំងអស់មកជាកិត្តិយសក្នុងមង្គលការក្នុងថ្ងៃទី1ជាដំបូងធនញ្ញសេដ្ឋីបានហៅជាងមាស500នាក់មកធ្វើគ្រឿងមហាលតាប្រាសាទអាវសម្រាប់ពាក់ការអាវនោះមានតម្លៃ9កោដថ្លៃឈ្នួលជាង100,000រៀលអាវនោះធ្វើអំពីមាសនិងពេជ្រសុទ្ធគឺត្បូងពេជ្រចំនួន4នាលកែវមុតា11នាឡិកាកែវបវាល22នាឡិកាកែវមณี33នាឡិព្រមទាំងមាសនិងប្រាក់ជាច្រើនយកទៅហូតធ្វើជាអំបោះអាវនោះជារាងសត្វកង្កោកស្លាបម្ខាងចំនួន500ស្លាបរចនាអំពីមាសនិងប្រាក់ចំពោះរចនាដោយកែវបវាលភ្នែករចនាដោយកែវមณีកន្ទុយមានស្លាប500រចនាដោយមាសនិងប្រាក់អាវនោះលើកពាក់ឡើងកាលណាឃើញហាក់ដូចជាកង្កោកមាសពងរំអាយដល់កំពូលភ្នំឮសូរសំឡេងលាន់ចេញអំពីស្លាបដូចជាដូរតន្ត្រីតឹបសេដ្ឋីរៀបមង្គលការបានចំនួន3ខែពួកអ្នកចម្អិនអាហារប្រាប់ថាអស់ដុតហើយសេដ្ឋីប្រាប់ឲ្យទៅរូបផ្ទះចាស់និងរោងដំរីយកមកដុតបានកន្លះខែក៏អស់នោះទៅទៀតទើបសេដ្ឋីបង្គាប់ឲ្យចាក់ឃ្លាំងយកសម្ពុតសាច់ក្រាស់ជ្រលក់ប្រេងដុតចម្អិនអាហារតទៅទៀតដុតបានកន្លះខែទៀតជាគម្រប់4ខែជាងទាំង500នាក់ដែលធ្វើគ្រឿងមហាលតាប្រាសាទតាំងពីថ្ងៃចូលរោងមកក៏គ្រប់4ខែគត់ទើបហើយឲ្យមហាលតាប្រាសាទនោះធនញ្ញសេដ្ឋីនិងមេគសេដ្ឋីបានផ្សំផ្គុំនាងវិសាខានិងបណ្ណវឌ្ឍនកុមារឲ្យជាគូស្វាមីភរិយាក្នុងថ្ងៃជាគម្រប់4ខែនោះរៀបអាពាហ៍ពិពាហ៍ហើយធនញ្ញសេដ្ឋីបញ្ជូននាងឲ្យទៅនៅខាងសំណាក់ម្ដាយក្មេកឪពុកក្មេកបានចែកទ្រព្យសម្បត្តិជាច្រើនគឺឲ្យភេជ្ជៈមាស500រតេះភេជ្ជៈប្រាក់500រតេះភេជ្ជៈទង់ដែក500រតេះភេជ្ជៈសម្រិត500រតេះសម្ពុតអំបោះនិងសម្ពុតសូត្រ500រតេះសពៈ500រតេះប្រេង500រតេះស្ករអំពៅ500រតេះអង្ករស្រូវសាលី500រតេះគ្រឿងឧបករណ៍ផ្សេងមាននឹងគល់និងផាលជាដើម500រតេះនិងខ្ញុំប្រុសខ្ញុំស្រីជាច្រើនក្នុងថ្ងៃដែលនាងចេញទៅបានបង្គាប់ឲ្យបរិះបើកទ្វារក្រោលគោហើយឲ្យដេញគោចេញទៅវាលបណ្ដោយ3ល្បីស្ករទៅតឹង3ឧសភៈបរិះក៏ធ្វើតាមបង្គាប់របស់សេដ្ឋីលុះគ្រប់ចំនួនហើយបរិះបាត់ទ្វារក្រោលគោក៏ស្ទុះទម្លាយក្រោលទៅតាមនាងទៀតដោយផលបុណ្យដែលនាងបានធ្វើទានដោយចិត្តទូលាយពីជាតិមុនមកថ្ងៃមួយនាងវិសាខាទៅស្ដាប់ធម៌នៅវត្តចេតពុនបាននាំកូននិងចៅជាច្រើនពាន់ទៅជាមួយផងកាលនោះមានភិក្ខុមួយរូបចង់ឃើញនាងវិសាខាបានសួរភិក្ខុមួយរូបដែលអង្គុយជិតភិក្ខុនោះប្រាប់ថាមើលតែស្រីណាក្រោកឡើងយកដៃច្រត់ក្បាលជង្គង់ស្រីនោះហើយគឺនាងវិសាខាកាលនោះនាងវិសាខាមានអាយុជាង70ឆ្នាំហើយនាងនៅតែក្មេងដូចជាចៅរបស់នាងដែលមានអាយុ16ឆ្នាំនាងវិសាខាមានកូន20ក្នុងកូនមួយមានចៅ20ក្នុងចៅមួយមានកូន20រួមទាំងកូនទាំងចៅទួតចំនួន8420នាក់ឥតមានឈឺស្លាប់មួយឡើយនាងវិសាខាមានកម្លាំងស្មើកម្លាំងដំរី5ថ្ងៃមួយនាងត្រឡប់មកពីស្ដាប់ធម៌ព្រះរាជាចង់លបងកម្លាំងរបស់នាងបានលែងដំរីចុះប្រេងមួយឲ្យទៅព្រិចនាងបានយកម្រាមដៃ2ទប់ដំរីក៏ដួលក្រាបលើផែនដីមិនអាចក្រាបបានឡើយថ្ងៃមួយនាងវិសាខាទៅស្ដាប់ធម៌ដល់គ្រឿងមហាតបសាទទុកខាងក្រៅវិហារដល់ស្ដាប់ហើយផ្លេចចោលនៅទីនោះទើបនាងទាសីដែលមានកម្លាំងស្មើនឹងនាងឲ្យទៅយកអាវបានប្រាប់ថាបើភិក្ខុអង្គណាមួយលោករើសទុកនាងប្រគេនលោកចោះកុំយកមកវិញពេលនោះព្រះអានន្ទបានរើសទុកព្រោះលោកមានកម្លាំងលើកអាវនោះរួចតម្លៃអាវនេះហើយដែលកសាងបានវត្តបុព្វរាមមួយនាងវិសាខាមានអាយុ120ឆ្នាំនាងធ្វើមរណកាលទៅបានកើតក្នុងឋាននឹមនានរតីជាអគ្គមហេសីរបស់ព្រះបាទនិមិតទេវបុត្ររឿងនាងបតុមវតីសេចក្តីប្រាថ្នារបស់ស្រីមានសទ្ធាមិនសាបសូន្យក្នុងអតីតកាលមានស្រីម្នាក់ដើរទៅធ្វើការឯស្រែពីព្រលឹមបានឃើញផ្កាឈូកដែលរីកស្គុះស្គាយក្នុងស្រះមួយក្បែរផ្លូវក៏ចុះទៅបេះផ្កាឈូកហើយកាច់នៅស្លឹកឈូកខ្ចប់ផ្កានោះលុះទៅដល់ខ្ទមបានរាប់លាជចំនួន500គ្រាប់ខ្ចប់ក្នុងស្លឹកឈូក
ខណៈនោះមានព្រះបច្ចេកពុទ្ធមួយអង្គនិមន្តពីភ្នំគន្ធមាត្រមកឈរនៅត្រង់ទីចំពោះមុខរបស់នាងឃើញព្រះបច្ចេកពុទ្ធនោះហើយក៏កាន់លេខនឹងផ្កាឈូកចុះទៅដាក់បាតបានចាប់ផ្កាឈូកដាក់ពីលើក្របបាតរបស់លោកលុះលោកនិមន្តផុតបន្តិចទៅនាងទៅតាមពីក្រោយនិយាយសំទោសថាលោកម្ចាស់ជាបព្វជិតខ្ញុំប្រកាសណាមិនគួរប្រគេនផ្កាឡើយសូមលោកម្ចាស់អត់ទោសដល់ខ្ញុំប្រកាសណាទើបតាំងសេចក្តីប្រាថ្នាថាក្នុងអនាគតកាលខ្ញុំសូមឲ្យមានកូន500នាក់ប្រហែលនឹងគ្រាប់លាជដែលប្រគេនលោកម្ចាស់ម្យ៉ាងទៀតសូមឲ្យផ្កាឈូកដោះឡើងរាល់ជំហានក្នុងទីដែលខ្ញុំកើតហើយដោយអានិសង្សនៃការប្រគេនផ្កាឈូកដល់ព្រះបច្ចេកពុទ្ធនោះនាងបានទៅកើតក្នុងទេវលោកមានផ្កាឈូកដោះឡើងរាល់ជំហានក្នុងវេលាដែលនាងដើរទោះចុតពីទេវលោកបានមកកើតជាឧបបាតិកៈក្នុងត្របកឈូកនេះស្រះមួយក្បែរជើងភ្នំកាលនោះមានតាបះមួយរូបទៅខ្ពុលមាត់លុបមុខក្នុងស្រះនោះពីព្រលឹមស្រាងបានឃើញផ្កាឈូកមួយនៅក្រពុំធំជាងគេក្នុងស្រះនោះលោកពិចារណាថាផ្កាឈូកនេះនៅក្រពុំទេដែលក៏ធំជាងផ្កាដែលរីស្គូស្គីច្បាស់ជាមានអ្វីនៅក្នុងផ្កាឈូកនោះពុំខានក៏ចុះទៅកាច់យកផ្កាឈូកនោះមកឯផ្កាឈូកនោះក៏រីកឡើងភ្លាមក្នុងពេលដែលតាបះទៅពណ៌ត្រូវតាបះបានឃើញនាងទារិកាដេកនៅក្នុងត្របកឈូកនោះហើយមានសេចក្តីត្រេកអរណាស់បានកាច់យកទាំងផ្កាទៅទុកក្នុងអាស្រមលំដាប់នោះទឹកដោះតាបះក៏កើតឡើងដោយអំណាចបុណ្យរបស់នាងតាបះនោះកាលបើផ្កាឈូកស្រពោនហើយទៅកាច់ផ្កាថ្មីមកដាក់ឲ្យដីទៀតតារាបដល់នាងទេរិកានោះធំចេះដើរចេះរត់នាងដើរទៅក្នុងទីណាមានផ្កាឈូកដុះត្រូវរាល់ជំហានតាបះក៏កំណត់នាមនាងទេរិកានោះថាបតុមវតីថ្ងៃមួយមានព្រានព្រៃម្នាក់បានឃើញនាងមានសម្បុរដូចជាទេវតាល្អប្លែកអាចារ្យជាងមនុស្សសាមញ្ញក៏ក្រាបទូលដល់ព្រះបាទពារាណសីព្រះរាជាក៏ទៅថ្វាយបង្គំសុំតាបះយកនាងបតុមវតីមកអភិសេកលើកំណល់កែវតម្កល់នាងជាអគ្គមហេសីធំបំផុតថ្ងៃក្រោយមកនាងមានគភ៌ដល់គ្រប់ខែក៏ប្រសូតព្រះរាជបុត្រមួយអង្គមកឲ្យនាមថាបតុមរាជកុមារក្នុងពេលដែលប្រសូតនោះមានទារក499រូបកើតជាសង្ឃសេតចៈកើតតាមរន្ធញើសរបស់នាងដែលបែកញើសក្នុងវេលាប្រសូតរួមកូនរបស់នាងទាំងអស់500នាក់កើតក្នុងថ្ងៃជាមួយគ្នាដល់ទារកនោះមានអាយុ15ឆ្នាំបាននាំគ្នាទៅលេងទឹកក្នុងស្រះបោខេនីដែលមានផ្កាឈូករីកប្រងព្រាតកុមារទាំង500បានពិចារណានៅរូបកាយប្រៀបធៀបទៅនឹងផ្កាឈូកដែលដុះរាយត្របកកេសរក៏បានត្រាស់ជាព្រះបច្ចេកពុទ្ធទាំងអស់គ្នាឯនាងបតុមវតីដល់មកក្នុងពុទ្ធកាលនេះបានមកកើតជានាងឧបលវណ្ណជារីរឿងឧបសាលហកព្រាមសត្វលោកមានការកើតស្លាប់ញឹកញាប់រាប់មិនអស់ក្នុងការកន្លងទៅហើយមានព្រាហ្មណ៍ម្នាក់ឈ្មោះឧបសាលហកព្រាមនៅក្នុងនគររាជក្រឹសជាអ្នកប្រកាន់ខ្លួនថ្ងៃមួយគាត់បានប្រាប់ដល់កូនប្រុសរបស់គាត់ថាបើអញស្លាប់ទៅកូនឯងចូលចាត់ចែងបូជាសពអញត្រង់កន្លែងណាដែលមនុស្សទាំងឡាយមិនដែលបូជាមិនធ្លាប់ចោលសាកសពមិនធ្លាប់កប់សាកសពរបស់មនុស្សដតីកូនលើដូច្នោះហើយបាននិយាយប្រាប់បិតាថាខ្ញុំមិនអាចដឹងទីកន្លែងដែលបរិសុទ្ធស្អាតមិនដែលមានបុគ្គលណាយកសាកសពទៅបូជាទៅកប់ចោលទេហេតុនេះសូមបិតាចង្អុលប្រាប់ទីដែលបរិសុទ្ធនោះដល់កូនឧបសាលហកព្រាមបានចង្អុលទីលើកំពូលភ្នំកិច្ចកោតត្រង់ចន្លោះភ្នំ3ហើយបាននាំកូនឡើងទៅលើកំពូលភ្នំចង្អុលប្រាប់ទីនោះដោយសពគ្រប់ទើបនាំគ្នាចុះមកវិញមកដល់ជើងភ្នំបានជួបនឹងឥសីមួយរូបជាអ្នកបានសម្រេចអភិញ្ញានិងសមាបត្តិឥសីឃើញជនទាំងពីរអ្នកនោះហើយក៏សួរថាមនាលព្រាមអ្នកនាំគ្នាមកពីទីណាព្រាមជាកូនប្រាប់ឥសីថាខ្ញុំមកពីមើលទីដែលបរិសុទ្ធមិនដែលមានបុគ្គលណាយកសាកសពទៅកប់បូជាទៅចោលក្នុងទីនោះព្រោះបិតាខ្ញុំប្រាប់ថាដល់គាត់ធ្វើមរណកាលទៅឲ្យខ្ញុំយកទៅបូជាក្នុងទីដែលបរិសុទ្ធមិនដែលបុគ្គលណាគេយកសាកសពទៅបូជាទៅកប់ទៅចោលក្នុងទីនោះឥសីលោករលឹកជាតិបានក៏បបួលព្រាមទាំងពីរនាក់ត្រឡប់ទៅលើកំពូលភ្នំនោះម្ដងទៀតទៅដល់ហើយព្រាមជាកូនចង្អុលបង្ហាញទីនោះឥសីឃើញហើយក៏រលឹកជាតិរបស់ព្រាមដឹងតែសពគ្រប់ទើបនិយាយថាមនាលព្រាមបិតារបស់អ្នកធ្លាប់កើតក្នុងត្រកូលព្រាមនៃក្រុងរាជក្រឹសនេះមានឈ្មោះថាឧបសាលហកដោយកាលឥឡូវនេះ
ជាច្រើនជាតិមកហើយលុះស្លាប់ទៅបាននាំសពមកបូជាក្នុងទីនេះចំនួន 14000 ជាតិហើយទើបលោកសម្ដែងគាថាប្រាប់ដល់ព្រាហ្មណ៍នោះថាឧបសាលហកញ្ញាមាននាងសហសានិចទុតសៈអស្មង្ពតិសេតធានិណដ្ឋិលោកេអនិយមតាំងយមហេសច្ចពាធម្មោចអហង្សាសញ្ញមោតមោអេតតរិយសេវន្តិអេតាំងលោកេអនិយមតាំងព្រាបនោះឈ្មោះឧបសាលហកត្រូវគេបូជាក្នុងទីនេះ14000 ជាតិហើយទីឋានដែលសត្វមិនស្លាប់តគ្នាឥតមានក្នុងលោកទេសច្ចធម្មៈអហិសៈសញ្ចមៈនិងតមៈទាំង5នេះមានក្នុងទីណាព្រះអរិយទាំងឡាយតែងសេពនៅទីនោះឯងឈ្មោះថាអនាមតៈឥតមានសត្វស្លាប់តគ្នាឡើយព្រាហ្មណ៍ទាំងពីរនាក់ឮដូច្នោះហើយក៏លែងខ្វល់ខ្វាយក្នុងទីបូជាសពត្រឡប់ទៅផ្ទះរបស់ខ្លួនវិញរឿងព្រះបាទមគ្គទេវរាជគុណនៃសេចក្តីមិនប្រមាទចំពោះរូបកាយកាលព្រះសម្ពុទ្ធបរមគ្រូស្ដេចយាងទៅសម្រាកព្រះកាយក្នុងឧទ្យានឈ្មោះអម្ពវ័ននៃក្រុងមេថិឡាជាមួយនឹងពួកភិក្ខុសង្ឃជាច្រើនអង្គពេលនោះព្រះសាស្តាទតមើលអម្ពវ័ននោះហើយទ្រង់ញញឹមទើបព្រះអានន្ទទូលសួរថាបបិទ្ធព្រះអង្គដ៏ចម្រើនថ្ងៃនេះមានហេតុដូចម្ដេចបានជាទ្រង់ញញឹមព្រះសម្ពុទ្ធទ្រង់ត្រាស់ថាមនាលអានន្ទឧទ្យានឈ្មោះអម្ពវ័ននេះកាលពីដើមតថាគតធ្លាប់មកក្រសាលលេងសប្បាយមកចម្រើនឈានក្នុងទីនេះដែរព្រះអានន្ទទូលសុំព្រះសម្ពុទ្ធឲ្យសម្ដែងនៅហេតុនោះពិស្ដារតទៅទៀតព្រះសម្ពុទ្ធទ្រង់ប្រទាននៅធម្មទេសនាដល់ភិក្ខុសង្ឃទាំងឡាយនៃឧទ្យានឈ្មោះអម្ពវ័ននោះថាមនាលភិក្ខុទាំងឡាយកាលកន្លងទៅយូរយារណាស់ហើយតថាគតបានមកកើតជាក្សត្រមួយអង្គព្រះនាមមគ្គទេវរាជសោយរាជសម្បត្តិក្នុងនគរមេថិលានេះតថាគតបានបំពេញនៅសច្ចរិតធម៌ពេញបរិបូរណ៍ដល់កម្រិតធម៌ព្រះបាទមគ្គទេវរាជនោះមានប្រជជន 18000 ឆ្នាំតែងនាំបរិវារមកក្រសាលលេងក្នុងឧទ្យាននេះជាអ្នកមិនមានសេចក្តីប្រមាទចំពោះរូបកាយបានប្រាប់ដល់ខ្មាន់ប្រកេះឲ្យចាំកយគុណមើលព្រះកេសាបើឃើញមានស្កៅតែមួយសរសៃឲ្យចាប់ថ្វាយដំណឹងកាលជាខាងក្រោយមកខ្មាន់ប្រកេះបានឃើញព្រះកេសាស្កៅមួយសរសៃហើយក៏យកចន្ទះមាសដកថ្វាយព្រះបាទមគ្គទេវរាជបានតតឃើញហើយក៏កើតសង្វេគចំពោះរូបកាយរបស់ព្រះអង្គបាទប្រគល់ស្រុកសួយមួយដល់ខ្មាន់ប្រកេះនោះហើយព្រះរាជបុត្រច្បងមកប្រគល់រាជសម្បត្តិឲ្យក៏ចេញទៅបព្វជិជាឥសីខំចម្រើនឈានក្នុងអម្ពវ័នឧទ្យាននេះតារាបដ៏អស់ព្រះជន្មបានទៅកើតក្នុងព្រហ្មលោកព្រះរាជបុត្រព្រះរាជនតាក្រោយមកក៏ខំប្រតិបត្តិតាមតែយ៉ាងនេះតារាបដល់អស់ 84000 ដំណរវង្សសត្វតែបានទៅកើតក្នុងព្រហ្មលោកទាំងអស់ក្នុងកាលជាខាងក្រោយមកក្សត្រជាទីបំផុតវង្សមិនបានប្រាប់ឲ្យខ្មាន់ប្រកេះកយគុណមើលព្រះកេសាស្កៅជាអ្នកប្រមាទមិនប្រតិបត្តិតាមដំណើរវត្តរបស់ក្សត្រមុនពេលនោះព្រះបាទមគ្គទេវរាជដែលទៅកើតក្នុងព្រហ្មលោកមុនក្សត្រទាំងអស់បានជ្រាបដំណឹងនោះហើយក៏ឆាត់មកចាប់បដិសន្ធិក្នុងផ្ទៃនៃអគ្គមហេសីរបស់ក្សត្របង្អស់នោះដើម្បីរក្សាព្រះញាតិវង្សកុំឲ្យសាបសូន្យចាកសច្ចរិតធម៌លុះប្រសូតមកព្រះរាជបិតាតតឃើញរូបកាយមានពណ៌រស្មីស្រស់បោះល្អក៏អញ្ជើញព្រាហ្មណ៍ព្រឹទ្ធាចារ្យអ្នកចេះដឹងជំនាញក្នុងលក្ខណៈសាស្ត្រឲ្យមកទាយលក្ខណៈព្រះរាជបុត្រថ្វាយទ្រង់បានជ្រាបថាព្រះរាជបុត្រនោះជាញាតិសន្តានដើមព្រះរាជវង្សបានមកកើតក្នុងវង្សដដែលវិញក៏សន្មតព្រះនាមថានេមិរាជកុមារព្រោះមានព្រះជាតិវិលមកជួបព្រះរាជវង្សដដែលវិញដូចជាកងរទេះនេមិរាជកុមារកាលបដិងក្តីច្បាស់ហើយតែងរលឹកទូមានដល់ព្រះរាជវង្សពួកសេវកាមាត្រនិងពលរដ្ឋទាំងអស់ឲ្យយល់ចាក់ច្បាស់នៅគុណធម៌នៃសច្ចរិតធម៌ចំណែកព្រះរាជបិតាកាលបើមានព្រះកេសាស្កៅមួយសរសៃហើយក៏ប្រគល់រាជសម្បត្តិដល់នេមិរាជកុមារជាព្រះរាជបុត្រហើយចេញទៅបួសជាឥសីខំចម្រើនឈាននៅក្នុងឧទ្យានឈ្មោះអម្ពវ័នដល់អស់ព្រះជន្មក៏បានទៅកើតក្នុងព្រហ្មលោកឯព្រះបាទនេមិរាជជាធម្មមហារាជាធិរាជតែងតែរលឹកដាស់តឿនពួកសេវកាមាត្រនិងពលរដ្ឋរបស់ព្រះអង្គឲ្យខំបំពេញសុចរិតធម៌ពួកជនទាំងឡាយមានសេវកាមាត្រជាដើមនោះក៏ខំប្រតិបត្តិតាមព្រះរាជអាវាសលុះស្លាប់ទៅបានទៅកើតក្នុងទេវលោកឥតសល់ម្នាក់
ថ្ងៃមួយព្រះបាទនេមិរាជទ្រង់រក្សាឧបោសថសិលហើយមានបរិវិកតៈថាបុណ្យដែលអញបានធ្វើហើយច្រើនមុខណាស់តើបុណ្យណាប្រសើរជាងគេគិតទៅគិតមកដាច់ស្រេចក្នុងព្រះទ័យក្នុងពេលនោះក្តៅក្រហាយដល់អាសនៈរបស់ព្រះឥន្ទ្រាធិរាជព្រះឥន្ទ្រាធិរាជក៏ហោះចុះមកជួយវិនិច្ឆ័យថាកុសលកម្មទាំងអស់មានតែបុព្វជេរមួយទេដែលមានផលធំបរិសុទ្ធប្រសើរជាងកុសលកម្មទាំងពួងគ្រាន់តែជួយវិនិច្ឆ័យប៉ុណ្ណេះក៏បាត់អំពីទីនោះទៅឯពួកទេវតាក្នុងឋានតាវតឹងបានឃើញព្រះឥន្ទ្រាធិរាជត្រឡប់ទៅវិញក៏សួរថាបបិទ្ធមហារាជស្ដេចយាងទៅទីណាអំបញ្ញមិញនេះព្រះឥន្ទ្រប្រាប់ថាទៅជួយវិនិច្ឆ័យសេចក្តីសង្ស័យរបស់ព្រះបាទនេមិរាជនៅឋានមនុស្សលោកពួកទេវតាបានលើឋាននេមិរាជដូច្នេះក៏មានទឹកចិត្តនឹករលឹកចង់ឃើញគ្រប់គ្នាព្រោះដឹងថាខ្លួនដែលមកកើតជាទេវតាដោយសារព្រះបាទនេមិរាជទើបនិយាយអង្វរព្រះឥន្ទ្រសូមឲ្យអញ្ជើញព្រះបាទនេមិរាជទៅឋានសួគ៌ដើម្បីបានស្ដាប់ធម៌ព្រះឥន្ទ្រក៏ប្រើមេតលីបុត្រឲ្យទៅទឹមវេជ្ជយន្តរត់ទៅអញ្ជើញព្រះបាទនេមិរាជមេតលីបុត្រក៏យកសេះជាអចិន័យទឹមវេជ្ជយន្តរត់បរទៅស្ថានមនុស្សទៅដល់ក្នុងនគរមេថិលាទាំងមូលផ្អើលជ្រួលច្របល់គ្រប់គ្នាព្រោះឃើញពន្លឺរស្មីរបស់វេជ្ជយន្តរត់នោះបញ្ចេញពន្លឺអស់ទិសទាំងពួងហាក់ដូចជាពន្លឺព្រះអាទិត្យមេតលីទេវបុត្របរត់ទៅឈប់មុខប្រាសាទហើយឡើងទៅអញ្ជើញព្រះបាទនេមិរាជតាមពាក្យដែលព្រះឥន្ទ្របង្គាប់ព្រះបាទនេមិរាជកាលបានទទួលការអញ្ជើញរបស់ព្រះឥន្ទ្រហើយក៏ប្រជុំពួកព្រះរាជវង្សានុវង្សពួកសេវកាមាត្រមកផ្ដាំឲ្យខំធ្វើទានរក្សាសិលនិងរក្សាសន្តិសុខក្នុងព្រះនគរហើយទៅឡើងគង់លើវេជ្ជយន្តរត់មេតលីបុត្រក៏បរចេញពីក្រុងមិថិលាទៅដល់ពាក់កណ្ដាលផ្លូវបានទូលព្រះបាទនេមិរាជថាស្ដេចយាងទៅឋានសួគ៌តែម្ដងឬចង់យាងទៅមើលឋាននរកផងព្រះបាទនេមិរាជមានព្រះរាជអង្ការថាបើអ្នកអាចទៅក្នុងយមលោកបានប្រសើរពេកណាស់ដើម្បីបានឃើញទីកន្លែងរបស់បុគ្គលអ្នកធ្វើអំពើទុច្ចរិតមេតលីបុត្រក៏ទាញញាក់ខ្សែរត់បរទៅយមលោកដោយអំណាចរិទ្ធរបស់ខ្លួនទៅដល់ហើយក៏អធិប្បាយថ្វាយដំណឹងអំពីហេតុផលនិងភូមិភាគរបស់សត្វនរកទាំងនោះតាំងពីនរកតូចដរាបដល់អវជ័យទៅភួរទៅឋានត្រៃត្រឹងទៅដល់អាណាខេត្តរបស់ទេវតាហើយក៏ថ្វាយដំណឹងអំពីហេតុផលរបស់ទេវតាទាំងនោះដល់ព្រះបាទនេមិរាជទៀតទៅឈប់នៅមុខទេវសភានាឋានត្រៃត្រឹងព្រះឥន្ទ្រព្រមទាំងទេវតាទាំងឡាយក៏ចោមរោមគួសមនឹងព្រះបាទនេមិរាជបានអញ្ជើញឲ្យសម្ដែងធម៌ក្នុងទេវសភានោះលុះចាប់ហើយមេតលីទេវបុត្រក៏ជូនមកឋានមនុស្សលោកវិញរឿងសតបនឧបាសកគុណនៃការអនុមោទនាបុណ្យក្នុងកាលនៃព្រះសម្ពុទ្ធទ្រង់ព្រះនាមកស្សបៈមានឧបាសកម្នាក់ជាអ្នកដល់នៅសោតាបានឡើងជិះសំពៅជាមួយនឹងជាងកាត់សក់ម្នាក់ឆ្លងមហាសមុទ្រទៅប្រកបកិច្ចការផ្សេងឆ្លងទៅបាន7ថ្ងៃសំពៅក៏ធ្លាយលិចកណ្ដាលមហាសមុទ្រជនទាំងពីរនាក់នោះនាំគ្នាតោងផែនក្តារមួយសន្លឹកហើយឡើងលើកោះតូចមួយក្នុងកោះនោះមានសត្វបក្សីជាច្រើនជាងកាត់សក់ក៏សម្លាប់បក្សីនោះចម្អិនបរិភោគលុះចម្អិនហើយបានចែកឲ្យសត្តាបនឧបាសកសត្តាបនឧបាសកមិនព្រមទទួលយកសាច់នោះបរិភោគឡើយបាននិយាយប្រាប់ជាងកាត់សក់ថាទីពឹងដតីរបស់ខ្ញុំមិនមានទេមានតែព្រះរតនត្រ័យទាំង3ជាទីពឹងរបស់ខ្ញុំនិយាយដូច្នេះហើយក៏នឹករលឹកដល់គុណព្រះរតនត្រ័យក្នុងកោះនោះមាននាគរាជមួយបានដឹងថាឧបាសកមានគុណខ្ពង់ខ្ពស់ដូច្នោះហើយក៏និមិត្តខ្លួនជាសំពៅមួយយ៉ាងធំពេញព្រាបដោយកែវទាំង7ប្រការឯទេវតាអ្នករក្សាសមុទ្រជាអ្នកកាន់ចង្កូតសំពៅនោះបានស្រែកឃោសនាថាអ្នកណាចង់ទៅចម្ពូទ្វីបឡើងជិះសំពៅនេះមកឧបាសកនិយាយថាយើងទៅចម្ពូទ្វីបទេវតាអ្នករក្សាសមុទ្រក៏អែបសំពៅឲ្យឧបាសកនោះឡើងលុះឡើងហើយឧបាសកបានហៅជាងកាត់សក់ឲ្យជិះជាមួយទេវតារក្សាសមុទ្រស្រែកខាត់មិនឲ្យជិះឧបាសកលុះដូច្នោះហើយក៏និយាយនឹងជាងកាត់សក់ថាទានដែលខ្ញុំបានឲ្យហើយសិលដែលខ្ញុំបានរក្សាហើយភាវនាដែលខ្ញុំបានចម្រើនហើយចូលអ្នកទទួលយកចំណាយបុណ្យនោះចុះជាងកាត់សក់ញ៉ាំងសេចក្តីត្រេកអរឲ្យកើតឡើងក៏ទទួលយកបុណ្យអំពីឧបាសកនោះក្នុងពេលនោះទេវតាប្រើមកជាងកាត់សក់ឡើងជិះសំពៅទៅនាំជនទាំងពីរនាក់នោះទៅក្រុងពារាណសីទៅដល់ហើយបានឲ្យកែវ7ប្រការមួយសំពៅនោះដល់ជនទាំងពីរនាក់
ក៏ត្រឡប់ទៅលំនៅរបស់ខ្លួនវិញរឿងកាសកៈព្រាហ្មណ៍គុណនៃការមិនយំសោកមិនអាឡោះអាល័យក្នុងការកន្លងទៅហើយព្រះពោធិសត្វទ្រង់សោយព្រះជាតិជាព្រាហ្មណ៍អ្នកធ្វើស្រែនៅក្នុងក្រុងពារាណសីក្នុងត្រកូលនោះមានជន6នាក់គឺព្រះពោធិសត្វ1នាងព្រាហ្មណី1កូនប្រុស1ភរិយារបស់កូនប្រុស1កូនស្រី1ខ្ញុំស្រី1ព្រះពោធិសត្វតែងរំលឹកទូមានដល់ជនទាំង5នាក់ឲ្យខំចម្រើននៅមរណសតិថាសេចក្តីស្លាប់របស់សត្វទាំងឡាយទៀងជីវិតរបស់សត្វទាំងឡាយមិនទៀងសង្ខារធម៌ទាំងឡាយមិនទៀងមានកិរិយាអស់ទៅនឹងសូន្យទៅជាធម្មតាអ្នកទាំងឡាយចូលកុំប្រមាថក្នុងវេលាយប់និងថ្ងៃជនទាំង5នាក់នោះស្ថិតនៅក្នុងអាវាតរបស់ព្រះពោធិសត្វខំចម្រើនមរណសតិរាល់វេលារាត្រីមិនដែលធ្វេសប្រហែសឡើយថ្ងៃមួយព្រះពោធិសត្វនាំកូនប្រុសទៅភ្ជួរស្រែកូនប្រុសបានប្រមូលសម្រាមដុតក្បែរដំបូកមួយក្នុងដំបូកនោះមានពស់មួយកាយសាហាវជាទីបំផុតផ្សែងភ្លើងចូលភ្នែកក៏ស្ទុះមកចាក់កូននោះទៅព្រះពោធិសត្វដឹងថាកូនស្លាប់ហើយបានលើកយកទៅផ្ដេកក្រោមដើមឈើមួយដើមអត់មានយំសោកអាឡោះអាល័យឡើយគ្រាន់តែកំណត់ទុកក្នុងចិត្តថាសង្ខារទាំងឡាយមិនទៀងក៏ទៅភ្ជួរស្រែវិញទៅមួយស្របក់បានឃើញបរិសស្និទ្ធស្នាលម្នាក់ដើរទៅចិត្តក៏សួរថាអ្នកឯងទៅផ្ទះឬបរិសអ្នកស្និទ្ធស្នាលប្រាប់ថាខ្ញុំទៅឥឡូវនេះព្រះពោធិសត្វនិយាយថាបើដូច្នេះអ្នកទៅផ្ទះខ្ញុំផងទៅប្រាប់ដល់ភរិយាខ្ញុំឲ្យយកបាយតែមួយចម្អែតមកហើយនាំគ្នាទាំង4នាក់មកផងជនទាំង4នាក់ក៏មកតាមបង្គាប់របស់ព្រះពោធិសត្វមកដល់ឃើញកូនស្លាប់ជនទាំង4នាក់នោះអត់មានយំសោកអាឡោះអាល័យឡើយលុះព្រះពោធិសត្វបរិភោគហើយក៏នាំគ្នាកាច់ផ្កាបូជាហើយដុតរំលាយសពនោះទៅក្នុងពេលនោះក្តៅក្រហាយដល់អាសនៈរបស់ព្រះអិនដោយអំណាចគុណនៃមរណសតិដែលជនទាំងនោះចម្រើនហើយដោយល្អព្រះអិនជ្រាបហេតុនោះហើយមានចិត្តត្រេកអររីករាយចុះមកសួរនៅហេតុដែលមិនយំសោករបស់ជនទាំងនោះថាមនាលអ្នកដ៏ចម្រើនហេតុអ្វីបានជាមិនយំសោកព្រះពោធិសត្វនិយាយប្រាប់ព្រះអិនថាឧរកោវៈតចាំងជីណង្ហេត្វាកេឆតេសន្តនងអេវង្សរិរេនិភោកេបេតេកាលកតេសតេដយហមេនោអ្នកជានិតេញាតៃណងបរិទេវិតាំងតស្មាអេតាំងនិយុសោចាមិកតោសោតសយេកតេកូនខ្ញុំលះបង់រូបកាយរបស់ខ្លួនទៅហើយដូចជាពស់ដែលសោកនៅសំណោកចាស់ដូច្នេះដែរសិរីរកាយរបស់កូនខ្ញុំដែលទៅកាន់បរលោកហើយជារបស់ប្រើការមិនកើតខ្ញុំដុតក៏កូនខ្ញុំមិនដឹងការយំសោករបស់ញាតិទាំងឡាយក៏កូនខ្ញុំមិនដឹងកតេរស់កូនខ្ញុំនៅទីណាកូនខ្ញុំទៅកើតក្នុងទីនោះហើយព្រោះហេតុនោះបានជាខ្ញុំមិនយំសោកភរិយារបស់ព្រះពោធិសត្វនិយាយប្រាប់ព្រះអិនថាអនវហាតោតតោអាគាអននុញ្ញតោអិតោកតោយថាកតោតថាកតោតថាកាបរិទេវនីដយហមេណៈអ្នកជានិតេញាតៃណងបរិទេវិតាំងតស្មាវរតាំងអ្នកសោចាមិកតោសោតសយេកតេកូនខ្ញុំដែលធ្វើដំណើរពីលោកដតីមកនៅក្នុងផ្ទះរបស់ខ្ញុំក៏ខ្ញុំមិនបានហៅរកមកលះបង់ពីលោកនេះទៅកាន់លោកដតីវិញក៏ខ្ញុំមិនបានអនុញ្ញាតឲ្យទៅស្រេចតែនឹងទៅមកការយំសោកក្នុងដំណើរទៅមកនោះដូចម្ដេចកើតកូនរបស់ខ្ញុំគេដុតក៏មិនដឹងការយំសោករបស់ញាតិទាំងឡាយក៏មិនដឹងកតេរបស់កូនខ្ញុំនៅទីណាកូនខ្ញុំទៅកើតក្នុងទីនោះហើយព្រោះហេតុនេះបានជាខ្ញុំមិនយំសោកកូនស្រីរបស់ព្រះពោធិសត្វនិយាយប្រាប់ព្រះអិនថាសចេរោតេកេសាអសង្តសាមេកੰអិលង្សិយាញាតិមត្តសុមេជានាងភេយោណោអរតង្សិយាដយហមេណោអ្នកជានិតេញាតិណងបរិទេវិតាំងតស្មាអេតាំងអ្នកសោចាមិកតោសោតសយេកតេបើខ្ញុំយំសោកនឹងជាស្ត្រីស្គមស្រកស្រត់សាច់ផលនៃការយំសោកអត់មានដល់ខ្ញុំទេមានតែសេចក្តីថ្នាំងថ្នាក់ចិត្តដល់ក្រៃលែងដល់ញាតិមិត្តសម្លាញ់របស់យើងខ្ញុំទាំងឡាយបងរបស់ខ្ញុំគេដុតក៏គាត់មិនដឹងការយំសោករបស់ញាតិទាំងឡាយក៏គាត់មិនដឹងកតេរបស់បងខ្ញុំទៅទីណាគាត់ទៅកើតក្នុងទីនោះហើយព្រោះហេតុនោះបានជាខ្ញុំមិនយំសោក
កូនប្រសាររបស់ព្រះពោធិសត្វនិយាយប្រាប់ព្រះអិនថា យថាពេទារកោចន្ទាំងកេឆន្តាំងអនុរោទតេអេវងសម្បតៈមេវេតាំងយោបេតមនោសោចតេដៃហមេណោនជានិតេញតៃណងបរិទេវតាំងតស្មាអេតាំងនសោចាមិកតោសោតសយេកតេបកលឯណាសោកស្ដាយនៅជនដែលទៅកាន់បរលោកហើយបកលនោះដូចជាក្មេងតូចដែលយំចៅបានព្រះច័ន្ទកំពុងចូលឯដល់អាកាសដូច្នោះឯងនេះជាពាក្យឧបមានៃការមិនសោកស្ដាយរបស់ខ្ញុំស្វាមីខ្ញុំក៏ដុតក៏លោកមិនដឹងការយំសោករបស់ញាតិទាំងឡាយក៏លោកមិនបានដឹងកតេរបស់ស្វាមីខ្ញុំនៅទីណាលោកទៅកើតក្នុងទីនោះហើយព្រោះហេតុនោះបានជាខ្ញុំមិនយំសោកខ្ញុំស្រីនិយាយប្រាប់ព្រះអិនថាបើពិតអ្នកប្រសើរក្អមទឹកដែលបែកហើយមិនអាចបកលណាតបភ្ជាប់បានឡើយមានឧបមាយ៉ាងណាបកលដែលសោកស្ដាយនៅជនអ្នកទៅកាន់បរលោកហើយក៏ដូច្នោះដែរនេះជាពាក្យឧបមានៃការមិនសោកស្ដាយរបស់ខ្ញុំចៅហ្វាយខ្ញុំគេដុតក៏លោកមិនដឹងការយំសោករបស់ញាតិទាំងឡាយក៏លោកមិនដឹងកតេរបស់ចៅហ្វាយខ្ញុំទៅទីណាលោកទៅកើតក្នុងទីនោះហើយព្រោះហេតុនោះបានជាខ្ញុំមិនយំសោកព្រះអិនបានស្ដាប់នៅធម្មកថារបស់ជនទាំង5នាក់នោះហើយមានសេចក្តីជ្រះថ្លាដល់ក្រៃលែងទើបនិយាយប្រាប់ជនទាំងនោះថាចាប់តាំងពីថ្ងៃនេះទៅអ្នកទាំងឡាយកុំធ្វើការដោយដៃខ្លួនឯងឡើយខ្ញុំជាស្ដេចនៃទេវតានឹងញ៉ាំងផ្ទះរបស់អ្នកឲ្យពេញព្រៀបដោយកែវ7ប្រការអ្នកទាំងឡាយចូលឲ្យទានរក្សាសិលចម្រើនមេត្តាភាវនាចោះព្រះអិនយកកែវទៅចាក់